បាទសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទនៅក្នុងវីដេអូនេះខ្ញុំលើកយក English idiom ចំនួន3តាក់ទងទៅនឹង clear sooner or later ទី1ទី2 sit on one hand and ទី3 sound like បាទ clear sooner or later នេះគឺជា idiomatic expression មានន័យថា it mean in the short term or in the long term មានន័យថាមិនយូរមិនឆាប់ sooner or later for example he will get what he deserves sooner or later ប្រែជាភាសាខ្មែរថាមិនយូរមិនឆាប់គាត់នឹងទទួលបានអ្វីដែលគាត់ចង់បាន sooner or later One more example sooner or later she going to realize what a mistake she made មិនយូរមិនឆាប់នាងនឹងដឹងពីកំហុសដែលនាងបានធ្វើ sooner or later clear sooner or later នេះគឺយើងប្រើសម្រាប់និយាយពីអ្វីដែលយើងសង្ឃឹមថាវាអាចនឹងកើតមានឡើងនៅថ្ងៃខាងមុខនៅក្នុងរយៈពេលថាមិនយូរមិនឆាប់ short term or long term okay one more sit on one hand it mean to do nothing sit on one hand គឺមានន័យថាមិនធ្វើអ្វីសោះមិនអើពើមិនយកចិត្តទុកដាក់ឬក៏មិនគ្រប់គ្រងបាទ sit on one hand បាទ one apostrophe f នេះគឺយើងអាចជំនួសជាមួយ possessive adjective គុណនាមកម្មសិទ្ធិដូចជាមួយ his her your our its etc បាទអញ្ចឹងគឺយើងអាចជំនួសគុណនាមកម្មសិទ្ធិទាំងអស់ហ្នឹងគឺអាស្រ័យលើការប្រើប្រាស់របស់យើងបាទ for example we need the cooperation of everyone you can sit on your hand មានន័យថាយើងត្រូវការសហការពីអ្នករាល់គ្នាអ្នកមិនអាចអើពើបាននោះទេបាទអញ្ចឹងតកតងទៅនឹងការងារអ្វីមួយវាយើងត្រូវការសហការពីគ្រប់ភាគីដែលពាក់ព័ន្ធឬក៏ពីសមាជិកទាំងអស់ sit on one hand one more example every day the crisis worsen and yet the government seem content to sit on its hand វិបត្តិក្នុងសង្គមកើតមានឡើងកាន់តែអាក្រក់ឡើងជារៀងរាល់ថ្ងៃតែរដ្ឋាភិបាលហាក់ដូចជាមិនយកចិត្តទុកដាក់ក្នុងការដោះស្រាយបាទឬក៏មិនអើពើនៅក្នុងការដោះស្រាយបាទ sit on one hand មិនធ្វើអ្វីសោះបាទឬក៏មិនអើពើមិនយកចិត្តទុកដាក់បាទ to do nothing okay now number 3 clear ទី3 sound like បាទ sound like នេះ it mean to seem like something មានន័យថាតាមមើលទៅដូចជាបាទស្ដាប់ទៅដូចជាឬក៏ហាក់ដូចជាបាទ for example that sound like a good idea គំនិតល្អតើតកតងទៅនឹង clear នេះដូចយើងលើកជាយោបល់អ្វីមួយឲ្យនរណាម្នាក់ស្ដាប់យើងទៅគេស្ដាប់ពីគំនិតរបស់យើងគេគិតថាអូគំនិតយើងល្អតើបាទអញ្ចឹងគេនិយាយ clear ថា that sound like a good idea គំនិតល្អតើបាទ okay one more example it sound like you have got a sore throat បាទមើលទៅអ្នកដូចជាឈឺកបាទឈឺអំពូងកលាកអំពូងកណា it sound like you have got a sore throat បាទ okay one more example his explanation sound like an excuse បាទតាមមើលទៅការបកស្រាយរបស់គាត់គ្រាន់តែជាការដោះស្រាយយករួចខ្លួនបាទ sound like បាទ it mean to seem like something បាទ okay that's all